សង្ហបុរីរកឃើញមេរោគ COVID-19 កើនឡើង 14,200 ករណីអាជ្ញាធរសុខាភិបាលសង្ហបុរីកំពុងតាមដានការកើនឡើងនៃការឆ្លងមេរោគ COVID-19 នៅក្នុងប្រទេសបន្ទាប់ពីការកើនឡើងនៃករណីជាង 3,000 ក្នុងសប្តាហ៍ថ្មីៗនេះក្រសួងសុខាភិបាល MOH និងភ្នាក់ងារជំងឺឆ្លង CDA បានឲ្យដឹងថាចំនួនករណីប៉ាន់ស្មាននៃ COVID-19 ក្នុងសប្តាហ៍នៃថ្ងៃទី27 ខែមេសាមកដល់ថ្ងៃទី3 ខែឧសភាបានកើនឡើងដល់ 14,200 បើធៀបនឹង 11,100 ករណីកាលពីសប្តាហ៍មុនក្នុងរយៈពេលដូចគ្នានេះការសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃជាមធ្យមនៃ COVID-19 បានកើនឡើងពី102ទៅ133នាក់ប៉ុន្តែករណីប្រចាំថ្ងៃជាមធ្យមបានថយចុះពី3ទៅ2ករណីយ៉ាងណាមិញបុគ្គលដែលមានហានិភ័យកើតឡើងនៃ COVID-19 ធ្ងន់ធ្ងរដូចជាអ្នកមានអាយុ60ឆ្នាំឡើងទៅបុគ្គលដែលងាយរងគ្រោះផ្នែកវិទ្យាសាស្ត្រឬអ្នករស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ដែលត្រូវណែនាំឲ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងការចាក់វ៉ាក់សាំង